រឿងបុរសចេះថ្នាំពឹសពោះដែលមានដំណើររឿងដូចតទៅមានថ្ងៃមួយបុរសឈ្មោះសុកធ្វើដំណើរទៅកាប់ឱសថក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់ឱសថនោះហើយឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូលចៅសុកពិនិត្យមើលហើយហេតុសពគ្រប់ទៅឃើញថាខ្លានេះស្លាប់ដោយសារពស់ចឹកព្រោះនៅខាងក្រោមខ្លានោះមានរុនពស់មួយបរោះនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រែកថងយាមយកថ្នាំមកដោះលាបឲ្យខ្លានោះលុះបានមួយស្របក់ខ្លាក៏ដឹងខ្លួនឡើងខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោសមនស្សនឹងបរោះដែលលាបថ្នាំឲ្យហើយស្ដីឲ្យថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបរោះនោះក៏ឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយសារពស់ចឹកហើយយើងក៏ដោះថ្នាំលាបឲ្យបងឯងឲ្យរស់តើខ្លាថាអញមានស្លាប់អីពស់ចឹកអញកាលណាអញកំពុងតែដេកលក់ស្រួលទេតើបើដូច្នោះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរថាបងខ្លាអើយអាណិតយើងផងកុំអាលពិឃាតយើងក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេមកជំរុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសឹមបងប្រហារជីវិតយើងបើយើងត្រូវបងត្រូវទុកជីវិតឲ្យយើងខ្លាក៏យល់ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយយកអាយុយើងផងព្រោះខ្លាដែលពស់ចឹកបានរស់ឡើងដែលយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាប្រហារជីវិតយើងថាយើងធ្វើឲ្យវាភ្ញាក់ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងពីសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែទៅដើរកាត់សេចក្តីឲ្យបុរសនេះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពុំលែងឡើយក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករត់តែភ័យឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះឃើញនៅសុភាទន្សាយចៅសុកក៏ប្តឹងទៅតាមដំណើរសុភាទន្សាយដឹងរឿងសពគ្រប់ក៏ប្រាប់សុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួបគ្រាដែលបុរសនោះកំពុងតែជជែកជាមួយនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរបងឯងទាំងពីរនាក់តោះគ្នារឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងពីឃាតមនុស្សនេះធ្វើជាអាហារចោះខ្លាទៅដេកតាមបង្គាប់ពស់ក៏វាចេញពីរុនមកចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅឋានវិញបាទរឿងនេះក៏ចប់តែត្រឹមនឹងបាទសូមអរគុណ